នេះគឺជារឿងរ៉ាវដ៏កំសត់នៃអធិរាជចុងក្រោយរបស់ប្រទេសចិនដែលត្រូវទិញសម្បត្តិដើម្បីបានចូលទៅមើលផ្ទះរបស់ខ្លួនឯងធ្លាប់សម័យទេថាថ្ងៃណាមួយអ្នកនឹងត្រូវតម្រង់ជួរទិញសម្បត្តិដើម្បីចូលមើលផ្ទះដែលអ្នកធ្លាប់រស់នៅកាលពីក្មេងទេមិនមែនជារឿងប្រឌិតដែលនៅក្នុងខ្សែភាពយន្តប៉ុណ្ណោះទេក៏ប៉ុន្តែវាជាខ្សែជីវិតពិតដ៏ជូរចត់និងលាយឡំនឹងការហួសចិត្តរបស់លោកអាយស៊ីនជូរ៉ូពូយីដែលជាអធិរាជចុងក្រោយបង្អស់នៃមហានគរចិនលោកពូយីត្រូវបានគេលើកឲ្យគ្រងរាជ្យជាបុត្រានៃសួគ៌តាំងពីព្រះជន្មមិនទាន់បាន3ឆ្នាំត្រួតបួលផងនោះសម្រាប់ក្មេងប្រុសម្នាក់នេះព្រះរាជវាំងដែលមានបន្ទប់ជាង 9000 បន្ទប់និងហ៊ុមព័ទ្ធដោយកំផែងខ្ពស់ត្រដែតគឺជាផ្ទះដ៏កក់ក្ដៅរបស់លោកធំប្តឹងក្តីឡើងនៅក្នុងនគរមាសប្រាក់មានអ្នកបម្រើឆ្វេងស្ដាំរាប់ពាន់នាក់ហើយរាល់ពេលដែលលោកយាងទៅណាគ្រប់គ្នាត្រូវតែរត់ជង្គង់ក្រាបបង្គំនៅក្នុងរាជវាំងនោះលោកគឺជាអ្នកមានអំណាចជាងគេបំផុតប៉ុន្តែគ្មានអ្វីដែលទៀងទាត់ឡើយនៅពេលដែលរបបរាជវង្សឈីងដួលរលំគឺអំណាចរបស់លោកក៏រលាយបាត់ទៅតាមនោះដែរនៅក្នុងឆ្នាំ 1924 កងទ័ពបានសម្រុកចូលរាជវាំងហើយបណ្ដេញលោកចេញពីផ្ទះរបស់លោកទាំងបង្ខំនៅក្នុងសម័យសង្គ្រាមលោកបានក្លាយទៅជាអាយ៉ងនយោបាយរបស់ចក្រភពជប៉ុនក្រោយសង្គ្រាមលោកលើកទី2លោកត្រូវបានចាប់ខ្លួននិងរហូតដល់ឆ្នាំ 1959 ទើបរដ្ឋាភិបាលចិនលើកលែងទោសឲ្យលោកក្លាយជាពលរដ្ឋសាមញ្ញម្នាក់ដោយចាប់ផ្ដើមជាមួយនឹងជីវិតថ្មីធ្វើជាអ្នកថែសួនមានថ្ងៃមួយនៅក្នុងដើមសតវត្សទី 60 លោកពូយីបានទៅលេងព្រះរាជវាំងជាមួយមិត្តភ័ក្តិពេលលោកដើរទៅដល់ខ្លងទ្វារអ្នកយាមបានបញ្ឈប់លោកហើយប្រាប់ឲ្យទៅទិញសម្បត្តិចូលទស្សនាដោយភ្ញៀវទេសចរទូទៅដែរពេលនោះអតីតអធិរាជរូបនេះមានអារម្មណ៍ភ្ញាក់ផ្អើលនិងស្រឡាំងកាំងបន្តិចរួចក៏លាន់មាត់ឡើងដោយហួសចិត្តថាតើខ្ញុំត្រូវទិញសម្បត្តិដើម្បីចូលទស្សនាផ្ទះខ្លួនឯងមែនទេទោះបីជានិយាយបែបនេះក្តីលោកបានដឹងខ្លួនច្បាស់ថាយុគសម័យរបស់លោកត្រូវបានបញ្ចប់ទៅហើយលោកលែងជាអធិរាជទៀតហើយទីបំផុតលោកបានដើរទៅតម្រង់ជួរដើម្បីទិញសម្បត្តិចូលក្នុងវាំងដែលលោកធ្លាប់ជាម្ចាស់ផ្ដាច់មុខនៅពេលដែលលោកបានបោះជំហានដើរចូលក្នុងរាជវាំងម្ដងទៀតអនុស្សាវរីយ៍រាប់ពាន់បានផុសឡើងលោកបានឃើញការតាំងបង្ហាញវត្ថុបុរាណនិងរូបថតមួយចំនួនដាក់ខុសកន្លែងនិងខុសឈ្មោះលោកបានប្រាប់អ្នកយាមនៅទីនោះឲ្យកែតម្រូវឡើងវិញពេលអ្នកយាមសួរថាតើលោកជាអ្នកណាទើបហ៊ានមកកែតម្រូវបែបនេះលោកគ្រាន់តែញញឹមហើយឆ្លើយតបថាគ្មាននរណាម្នាក់ស្គាល់ផ្ទះនេះនិងរបស់របរទាំងនេះច្បាស់ជាងលោកនោះទេលោកបានដើរតួជាអ្នកនាំភ្ញៀវប្រាប់មិត្តភ័ក្តិពីកន្លែងដែលលោកធ្លាប់រត់លេងកាលពីក្មេងនិងលាក់របស់លេងនៅក្រោមរាជបល្ល័ង្កនាគជាដើមរឿងរ៉ាវជីវិតរបស់លោកពូយីបានបន្សល់ទុកនូវមេរៀនជីវិតមួយដ៏ជ្រាលជ្រៅសម្រាប់ពួកយើងគឺអំណាចបុណ្យស័ក្តិភាពមានបាននិងឋានៈខ្ពង់ខ្ពស់សុទ្ធសឹងតែជារបស់ក្រៅកាយប៉ុណ្ណោះហើយអ្វីដែលបានកើតឡើងកន្លងមកសុទ្ធតែជាប្រវត្តិសាស្ត្រដែលអ្វីៗគ្រប់យ៉ាងសុទ្ធតែអាចប្រែប្រួលត្រឹមតែមួយប្រភេទផ្នែកប៉ុណ្ណោះពីអធិរាជដែលមានសិទ្ធិលើមនុស្សរាប់លាននាក់ចុងក្រោយសូម្បីតែផ្ទះខ្លួនឯងក៏ត្រូវសុំគេទិញសម្បត្តិចូលមើលផងដែរតើអ្នកយល់យ៉ាងណាដែរចំពោះរឿងរ៉ាវជីវិតអធិរាជចុងក្រោយនៃប្រទេសចិនមួយនេះ comment ពីមតិយោបល់របស់អ្នកទាំងអស់គ្នាខាងក្រោមវីដេអូនេះកុំភ្លេច follow អ្នកមួយផងណា